នៅសម័យបុរាណបាននិយាយពីការសាងសង់ប្រាសាទដ៏អស្ចារ្យនៅប្រទេសកម្ពុជាយើងមិនអាចមើលរំលងនៅតួនាទីដ៏សំខាន់របស់ដូនតាខ្មែរដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតប្រាសាទទាំងនោះឡើយប្រាសាទអង្គរវត្តបាយ័នបន្ទាយស្រីព្រះខ័ននិងសំណង់បុរាណជាច្រើនទៀតមិនអាចកើតមានបានឡើយបើគ្មានកម្លាំងប្រជាពលរដ្ឋសាមញ្ញជំនាន់នោះរួមចំណែកជាមួយព្រះរាជាណាចក្រដូច្នេះការសាងសង់មួយប្រាសាទមិនមែនជារឿងស្រួលឡើយតម្រូវឲ្យមានថ្មរាប់ម៉ឺនគំនុំដែលត្រូវគាស់ពីភ្នំដូចជាភ្នំគូលែនភ្នំច្រកសំរោងនិងជាច្រើនទៀតហើយការគាស់កាយថ្មនោះមិនធ្វើដោយម៉ាស៊ីនទេតែដោយដៃរបស់មនុស្សជាប្រជាជនសាមញ្ញដូចជាតាពៅចាស់ដែលគេចាក់ចេញពីជីវិតស្រួលនៅក្នុងភូមិដើម្បីទៅរស់នៅជាប់ភ្នំរៀងរាល់ថ្ងៃគេចូលព្រៃចូលភ្នំចាប់ពីព្រលឹមដល់ល្ងាចដើម្បីគាស់កាយថ្មនិងកាប់ជាចំណិតដើម្បីជាចំណុចគ្រឿងសំណង់មនុស្សខ្លះរងការរលាកដៃក៏បន្តធ្វើមនុស្សខ្លះជាជីវិតក្នុងភ្នំក៏មានព្រោះបរិស្ថាននោះពោពេញដោយគ្រោះថ្នាក់មានសត្វព្រៃមានផ្លូវរអិលរអូសពេលទឹកភ្លៀងរដូវវស្សាបន្ទាប់ពីគាស់បានហើយថ្មត្រូវបានដឹកដោយគូសេះគូដំរីឬក៏ទេសដោយដូនតាជាច្រើនជួយផ្ដល់អាហារទឹកបឹកសម្រាប់កងជាងជាប់នៅលើភ្នំស្ត្រីជាច្រើនមិនគ្រាន់តែសម្រួលផ្ទះផងទេតែរួមចំណែកយ៉ាងខ្លាំងក្នុងការបំពេញសេវាសង្គមដល់កងបុគ្គលិកច្រើនពាន់នាក់ក្នុងតំបន់សាងសង់ថ្មរាប់ម៉ឺនគំនុំត្រូវដឹកតាមផ្លូវទឹកផ្លូវគោកខ្ពស់ជាច្រើនថ្ងៃដើម្បីដល់ទីកន្លែងសង់ប្រាសាទជាច្រើនកន្លែងដូចជាអង្គរវត្តបាយ័នបន្ទាយស្រីព្រះខ័នធម្មតាដីជុំវិញតំបន់ប្រាសាទត្រូវបានកាប់ស្រឡះដើម្បីបង្កើតផ្លូវផ្លាតសម្រាប់ឲ្យដឹកថ្មបានរលូនដូច្នេះទិដ្ឋភាពដែលយើងឃើញថាប្រាសាទស្ថិតនៅលើដីទំនាបឬលើខ្នងជួរភ្នំជាក់ស្ដែងនោះគឺជាការរៀបចំដោយដៃស្មោះរបស់ដូនតាខ្មែរយើងការចូលរួមរបស់ពួកគេគ្មានឈ្មោះល្បីលើផ្ទាំងថ្មប៉ុន្តែស្នាដៃនិងកម្លាំងដៃកម្លាំងចិត្តរបស់ពួកគេបានអាចស្ថិតជាបេតិកភណ្ឌជាតិដល់សម័យបច្ចុប្បន្ននេះពេលយើងឈរមើលប្រាសាទអង្គរវត្តឬបាយ័នយើងអាចភ្ញាក់ផ្អើលដោយរចនាបថនិងសោភ័ណភាពបែបសាសនាសិល្បៈប៉ុន្តែឆ្លងកាត់សំណង់ទាំងនោះចូលឲ្យយើងក៏ចងចាំថាខាងក្រោយសំណង់ធំអស្ចារ្យនេះមានជើងខ្លាំងមិនមែនជាព្រះបាទតែប៉ុណ្ណោះទេតែរួមជាមួយកម្លាំងដូនតាប្រជាពលរដ្ឋជំនាន់មុនដែលធ្វើការងារលំបាកដោយមិនគិតឈ្នួលគិតខ្លួនតែគ្រាន់តែមានក្តីស្រឡាញ់ជាតិសាសនាពុទ្ធអង្គរតដោកមួយព្រះអង្គមួយជាមួយនឹងឡតមួយខាង3ខបខ្សែដៃកលឹះចុចគាំទ្រវីដេអូរបស់ប្អូនកុំភ្លេចឲ្យបេះដូងជួយ share ចុច follow page ប្អូនម្នាក់មួយផងអរគុណច្រើនបងស្រីបងប្រុសណាបាទ